បាទសូមជម្រាបសួរខ្ញុំបាទសូមជម្រាបបទដែលមានចំណងជើងថាចង់ត្រឡប់ទៅរកអតីតកាលដែលបទនេះគឺជាការនិពន្ធមេឡូឌីនឹងទំនុកជើងដល់ខ្ញុំបាទផ្ទាល់បើកមើលរូបថតមួយសន្លឹកដែលទុកជាច្រើនឆ្នាំដួងចិត្តប្រែស្រមធ្វើឲ្យខ្ញុំរីករាយស្រស់ថ្លារូបថតយើងហូបបាយជុំគ្នាកាលគ្រាយើងនៅកុមារមុខម្ហូបយ៉ាងណាក៏មានអារម្មណ៍ថាឆ្ងាញ់គ្រប់គ្នាខ្វៀលគោក្របីកាប់កោះដីកុនដាល់ថ្ងៃក្តៅហើយភ្ជួរភ្លៀងកំហើញក៏ពួកយើងស៊ូទ្រាំពុះពៀបងប្អូនយើងស្រឡាញ់គ្នាណាស់ម៉ែពុកលោកខំទាំងវេទនាលោកតែងការពារធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនទាំងឡាយ20ឆ្នាំកូនឡងវ័យប្រែប្រួលអស់ហើយពេលនេះកូនពេញកំឡុងពេញក្រមុំរៀនពងខ្ពស់ហើយមានការងារមានប្តីកូនប្រពន្ធមិនអាចរស់ជុំគ្នាទៀតឡើយអតីតកាលអើយទាញទឹកភ្នែកខ្ញុំហូរមិនឈប់ទឹកភ្នែកខ្ញុំស្រង់នៅលើសន្លឹករូបថតដ៏កំសត់ចិត្តចង់ត្រឡប់ទៅរកអតីតកាលខ្ញុំកាប់ចំកាប់ជួរស្រែនឹងពុកចាប់ត្រីនឹងម៉ែក្នុងស្រូវទុំបងប្អូនយើងជួបជុំអង្គត្រីខ្ជងនៅក្រោមដើមខ្ទុំបានត្រឹមតែគិតខ្សែជីវិតមិនអាចថយក្រោយបានត្រូវខំរុញច្រានប្រែភេលវិញឲ្យរងអត់ដុំប្រឆាំងច្បាប់ធម្មជាតិមិនបានជួបព្រាត់មិនអាចបង្ខំអតីតកាលខ្ញុំអាចស្ថិតស្ថេរតែនៅក្នុងបេះដូងទឹកភ្នែកខ្ញុំស្រង់នៅលើសន្លឹករូបថតដ៏កំសត់ចិត្តចង់ត្រឡប់ទៅរកអតីតកាលខ្ញុំកាប់ជុំកាប់ជួររស់ស្រែនឹងពុកចាប់ត្រីនឹងម៉ែក្នុងស្រូវទុំបងប្អូនយើងជួបជុំអង្គត្រីខ្ជងនៅក្រោមដើមខ្ទុំទឹកភ្នែកខ្ញុំស្រង់នៅលើសន្លឹករូបថតដ៏កំសត់ចិត្តចង់ត្រឡប់ទៅរកអតីតកាលខ្ញុំកាប់ចំកាប់ជួរស្រែនឹងពុកចាប់ត្រីនឹងម៉ែក្នុងស្រូវទុំបងប្អូនយើងជួបជុំអង្គត្រីខ្ជងនៅក្រោមដើមខ្ទុំខ្ញុំស្រឡាញ់គ្រួសារខ្ញុំស្រឡាញ់អតីតកាលខ្ញុំប្រសិនបើអាចខ្ញុំចង់ត្រឡប់ទៅអតីតកាលខ្ញុំសូមអរគុណអ្វីគ្រប់យ៉ាងធម្មជាតិគឺជាអ្នកកំណត់ជួបឬព្រាត់យើងមិនអាចកែប្រែបានឡើយប្រសិនបើមានពេលវេលាអាចវិលត្រឡប់ថយក្រោយមកខ្ញុំសូមរស់នៅក្នុងគ្រួសារដ៏លំបាកវេទនាទៅថ្ងៃអនាគតវិញសូមអរគុណ